ស្ត្រីម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញថាជំនួយការរបស់នាងបានផ្លាស់ប្ដូរអត្តសញ្ញាណកូនពីរនាក់ដោយសម្ងាត់ទោះយ៉ាងណាក៏ដោយនាងមិនបានបញ្ឈប់ពួកគេភ្លាមទេផ្ទុយទៅវិញបន្ទាប់ពីពួកគេបានចាក់ចេញទៅនាងបានក៏បានបដូរកូនទៅកន្លែងដើមវិញដោយស្ងាត់ស្ងៀមវាប្រែថាទាំងស្ត្រីនោះនិងជំនួយការរបស់នាងបានសម្រាលកូនស្រីក្នុងពេលតែមួយប្តីរបស់ជំនួយការដែលធ្វើការជាអ្នកបើកបររបស់ស្ត្រីនោះបានទទួលមរណភាពយ៉ាងសោកសៅដើម្បីបង្ហាញពីកំហុសរបស់នាងនាយកប្រតិបត្តិមិនត្រឹមតែចាត់ទុកជាជំនួយការជាមិត្តជិតស្និទ្ធបំផុតរបស់នាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងអនុញ្ញាតឲ្យនាងនិងបងប្រុសរបស់នាងរស់នៅក្នុងផ្ទះរបស់នាងផងដែរទោះជាយ៉ាងណាក៏ដោយជំនួសដែលមានមិនការដឹងគុណគេបានបដូរអារម្មណ៍នៃការច្រណែនរបស់ជំនួយការបានចាប់ផ្ដើមកាន់តែខ្លាំងឡើងជំនួយការបានស្បត់ថានឹងធ្វើឲ្យ CEO ជួបប្រទះនៅការឈឺចាប់ដែលនាងធ្លាប់មាននៅពេលដែល CEO រៀបពាក្យទាំងនេះញាក់សាច់របស់នាងតែម្ដងនាងមិនជឿថាជំនួយការនឹងខូខើខ្លាំងណាស់ដោយហ៊ានលួចលាក់អត្តសញ្ញាណកូនរបស់ពួកគេ18ឆ្នាំក្រោយមកជំនួយការបានមើលដោយក្តីរីករាយខណៈដែលកូនស្រីរបស់នាយកប្រតិបត្តិបានរីកចម្រើនក្នុងជីវិតខណៈពេលដែលនាងប្រព្រឹត្តចំពោះកូនស្រីខ្លួនឯងដោយភាពប្រងើយកន្តើយដោយត្រជាក់សូម្បីតែស្ដីបន្ទោសនាងដោយគ្មានហេតុផលក៏ដោយក៏ក្មេងស្រីនេះត្រូវបានគេដាក់ទណ្ឌកម្មជារឿយដោយមិនចេះយោគយល់ស៊ូទ្រាំទឹកភ្នែកនិងអាម៉ាស់មិនអាចទ្រាំទ្របានទៀតទេនាយកប្រតិបត្តិចាប់ផ្ដើមសួរពីសកម្មភាពរបស់ជំនួយការទោះជាយ៉ាងណារាល់ពេលដែល CEO បញ្ចេញមិត្តកំហឹងរបស់នាងជំនួយការហាក់រីករាយជាងមុនពេលថ្ងៃនៃពិធីចូលមកដល់ជំនួយការបានដឹងថា CEO គ្រោងនឹងប្រគល់ក្រុមហ៊ុនទៅឲ្យកូនស្រីនៅថ្ងៃនោះនាងបានរំពឹងទុកពេលនេះយ៉ាងអន្ទះសារដោយជឿថាវាជាឱកាសរបស់នាងសម្រាប់ការសងសឹកទោះជាយ៉ាងណាក៏ដោយ CEO បានដឹងយ៉ាងច្បាស់ពីចេតនារបស់ជំនួយការនៅថ្ងៃនៃពិធីនោះក្មេងស្រីបានមកដល់បន្ទប់កូនស្រីរបស់ CEO ក្នុងសម្លៀកបំពាក់ចាស់ឃើញបែបនេះភ្លាមកូនស្រីក៏បានឲ្យនាងស្លៀកពាក់ថ្មីហើយក្មេងស្រីនោះក៏បដូរមកស្លៀកតែម្ដងនាយកប្រតិបត្តិបានសរសើរនាងថាមើលទៅស្រស់ស្អាតប៉ុន្តែមានអារម្មណ៍ថាបាត់អ្វីមួយដូច្នេះនាងបានឲ្យស្បែកជើងថ្ងៃពិធីក៏បានមកដល់តើជើងរបស់អេរីយ៉ាមានបញ្ហាអ្វីអេរីយ៉ាគឺខ្វក់ណាស់អញ្ចឹងហើយបានជាខ្ញុំត្រូវដាក់ទណ្ឌកម្មគេមិនអីទេពួកយើងកុំទៅខ្វល់នឹងក្មេងនេះអីពីរបីថ្ងៃទៀតនាងនឹងបានប្រសើរឡើងវិញហើយមិនចាំបាច់បារម្ភទេយ៉ានអេរីយ៉ានិងហ្សាវគេទាំងពីរនាក់គឺកើតមកថ្ងៃតែមួយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតរបស់ពួកគេទាំងពីរដែរតើនាងមានបញ្ហាអ្វីទេនាងក៏មិនអាចធ្វើវាបានដែរនៅថ្ងៃនេះអ្នកស្រីប្រធានមិនអីទេទុកមានចោលនៅត្រង់នេះហើយខ្ញុំនឹងយកនាងទៅចាក់សនៅក្នុងបន្ទប់មួយកុំឲ្យនាងចេញមកកុំមិនរឿងល្អនៅថ្ងៃនេះដោយសារតែក្មេងស្រីខ្វក់ម្នាក់នេះកុំឲ្យមានការប៉ះពាល់ទៅដល់កូនស្រីរបស់លោកប្រធានអីថ្ងៃនេះក៏ជាថ្ងៃពិសេសរបស់នាងដែរពួកយើងកុំទៅខ្វល់នឹងស្រីក្មេងម្នាក់នោះត្រូវហើយថ្ងៃនេះជាថ្ងៃពិសេសរបស់ហ្សាវពួកយើងកុំធ្វើឲ្យពិធីនៅថ្ងៃនេះអាប់អូដោយក្មេងស្រីនោះអីខ្ញុំឲ្យអារីយ៉ាជាអ្នកកាន់សម្លៀកបំពាក់របស់នាងបានអេរីយ៉ានាងគឺជាកូនស្រីរបស់ហែងនាងមិនមែនជាអ្នកបម្រើរបស់កូនស្រីខ្ញុំនោះទេអ្នកស្រីខ្ញុំជាលេខារបស់អ្នកស្រីអញ្ចឹងហើយខ្ញុំឲ្យកូនស្រីរបស់ខ្ញុំត្រូវតែយកចិត្តទុកដាក់នឹងកូនរបស់អ្នកស្រីដែរហើយវាសនារបស់ក្មេងស្រីទាំងពីរនេះក៏វាខុសគ្នាដែរនាងត្រឹមតែជាកូនស្រីលេខាមិនអាចប្រៀបធៀបបាននឹងកូនស្រីរបស់អ្នកស្រីប្រធានបានទេតែភ្លាមនោះដែរពូនោះមិនខ្វល់រឿងក្មួយស្រីបង្កើតរបស់ខ្លួនបែរជាយកកាដូមួយទៅឲ្យកូនស្រីរបស់ប្រធានវិញព្រោះគេគិតថាថ្ងៃនេះអ្នកស្រីប្រធាននឹងប្រគល់ទ្រព្យសម្បត្តិទៅឲ្យកូនស្រីហើយពួកគេនៅតែគិតថាកូនស្រីរបស់លោកប្រធាននោះគឺជាកូនស្រីរបស់ជំនួយការតែការពិតមិនមែននោះទេកូនស្រីដែលនាងតែងតែធ្វើបាបរាល់ថ្ងៃនោះទើបជាកូនរបស់នាងពិតប្រាកដបន្តិចទៀតជំនួយការហើយនឹងប្អូនប្រុសប្រាកដជាដឹងហើយថាម្នាក់ណានោះជាកូនស្រីហើយនឹងក្មួយស្រីរបស់ខ្លួនពិតប្រាកដនោះតែពូនោះបានហុចកាដូទៅឲ្យថ្មីស្រីនោះនាងក៏បានឃើញដៃរបស់នាងមានរបួសហើយគេក៏ស្ទុះមកសួរថានេះដៃរបស់ឯងមានបញ្ហាអ្វីរ៉ាវយ៉ាអ្វីបានជាដៃរបស់ឯងមានរបួសបែបនេះហ្វាងមេងយុនតើអ្នកស្រីប្រធានមិនបានមើលដៃដែលមានរបួសរបស់យ៉ាវយ៉ានដូចម្ដេចកូនរបស់ខ្ញុំគ្រាន់តែមានរបួសតែបន្តិចប៉ុណ្ណោះមិនមានអ្វីធំដុំនោះទេពីរបីថ្ងៃទៀតវានឹងជាឡើងវិញហើយជាម្ដាយបែបណាហេតុអ្វីបានជានិយាយបែបនេះដៃរបស់នាងរបួសធ្ងន់យ៉ាងនេះហើយថាមិនធ្ងន់ទៀតហើយពួកឯងមិនខ្វល់ពីនាងទេតើនាងស្រែកគឺដើម្បីអ្វីរ៉ាវយ៉ាវមិនមែនជាកូនរបស់នាងទេពេលថ្ងៃទៀតវានឹងជាហើយហេតុអ្វីបានជានាងស្រែកឡូឡាបែបនេះធ្វើបែបនេះធ្វើឲ្យហ្សាវតើមានបញ្ហាហើយមិនថាមានរឿងអ្វីកើតឡើងចំពោះហ្សាវនោះទេនាងអាចរឹងមាំបានទាំងអស់នេះក៏ដោយសារតែនាងដែរដោយសារតែនាងបានធ្វើឲ្យបែកទុកគ្រឿងសម្អាងរបស់នាងដៃរបស់នាងមានរងរបួសបែបនេះក៏ដោយសារតែនាងធ្វើបាបកូនស្រីនាងនេះអ្នកទាំងពីរមិននៅផ្ទះទេមែនទេបានធ្វើឲ្យកូនស្រីមានរបួសបែបនេះហេតុអ្វីបានជាអ្នកទាំងពីរមិនឲ្យអ្នកសម្អាតទៅសម្អាតបន្ទប់នាងហេតុអ្វីបានឲ្យនាងសម្អាតខ្លួនឯងតើពួកឯងចាត់ទុកសាវសាវកូនដែរឬទេហេតុអ្វីបានជាអ្នកទាំងពីរឲ្យនាងធ្វើរឿងទាំងអស់នេះដោយខ្លួនឯងរ៉ាវសាវរបស់ខ្ញុំគឺនាងយល់ការណាស់
នាងអាចសម្អាតបន្ទប់ដោយខ្លួនឯងបានមិនចាំបាច់មានអ្នកបម្រើនោះទេអ្វីដែលនាងអាចធ្វើខ្លួនឯងបានគឺនាងត្រូវតែធ្វើមិនគួរនិយាយពាក្យទាំងនេះមកដាក់កូនស្រីខ្ញុំនោះទេដៃរបស់នាងគ្រាន់តែមានរបួសបន្តិចបន្តួចតែប៉ុណ្ណោះនាងមិនមានរបួសដូចអេរីយ៉ាកូនស្រីនាងនោះទេមើលទៅកូននាងទៅមានបងរំពេញតែខ្លួនហេតុអ្វីបានជានៅមិនខ្លាចខ្វល់ពីគេខ្លះផងវាមិនអាចប្រៀបធៀបនឹងគ្នាបានទេអេរីយ៉ានេះគឺមានស្បែកស្វិតហើយនឹងសាច់ក្រាស់និយាយបែបនេះមិនស្រឡាញ់កូនស្រីរបស់ខ្លួនទេហើយឯងមិនគួរណាយកសោហោប្រៀបធៀបគ្នាជាមួយក្មេងស្រីដែលស្បែកក្រាស់នោះទេបងស្រីកុំខឹងខ្លាំងពេកលោកស្រីហើយនឹងលោកប្រុសកុំប្រកាន់នឹងបងស្រីខ្ញុំអីស្រីរបស់ខ្ញុំគ្រាន់តែបារម្ភនឹងអ្នកនាងប៉ុណ្ណោះរោសោតែងតែមានអ្នកលួងលោមតាំងពីតូចមកអញ្ចឹងពេលនាងមានរបួសបែបនេះយើងមិនគួរតែទុកនាង